សួស្តីអ្នកទាំងអស់គ្នាដោយអ្នកទាំងអស់គ្នាដឹងហើយថាថ្ងៃនេះគឺជាថ្ងៃមង្គលការរបស់បងជីឌីវិតហើយនឹងទេពព្រឹកអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាបានឃើញនៅវីដេអូក៏ដូចជារូបភាពមួយចំនួនតាក់ទងទៅនឹងថ្ងៃមង្គលការរបស់គាត់ហើយគឺឃើញថាពិតជាអស្ចារ្យមែនទែនអ្នកទាំងអស់គ្នាដោយសារតែរោងការរបស់គាត់គឺមានការតុបតែងជាមួយនឹងប្រាសាទដាក់បញ្ចូលនៅរបស់បុរាណផ្សេងផងដែរឥឡូវយើងទៅមើលវីដេអូ highlight ខ្លះអំពីថ្ងៃមង្គលការរបស់គាត់មួយខ្ញុំទាំងអស់គ្នាអូកន្លែងនេះបើយើងទៅប្រាសាទអង្គរវត្តឬក៏ទៅតំបន់អង្គរអីគឺយើងឃើញអាខ្លោងទ្វារអមសងខាងណាទាំងអស់គ្នាមើលទៅគឺថាប្លែកភ្នែកមែនតើដូចយើងទៅរៀបការនៅកន្លែងហ្នឹងផ្ទាល់អញ្ចឹងគឺទីតាំងការរបស់គាត់គឺនៅ The Premier Sandstock ទេអ្នកទាំងអស់គ្នាបាទគេថាគាត់នៅឃើញក៏មានក្តីសុខដែរអ្នកទាំងអស់គ្នានិយាយទៅគេថាវីដេអូនេះអែមមែនតើហើយឥឡូវយើងទៅមើលវីដេអូផ្សេងទៀតនិយាយទៅគឺខ្ញុំស្រឡាញ់ប្លង់នេះមែនតើអ្នកទាំងអស់គ្នាដែលមានមើលទៅខ្លោងបែបខ្លោងទ្វារបុរាណណាពេលដែលយើងថតហើយវាមើលទៅវាដូចស្រស់ស្អាតខ្លាំងហ្មងបាទនេះគឺជាវីដេអូ highlight ពិធីសូត្រមន្តចម្រើនព្រះបរិត្តហើយនឹងសិរីមង្គល
ជាមួយនិយាយថាប្លង់នេះគឺបូករួមជាមួយនឹង background LED នៅខាងក្រោយមើលទៅគឺថាវាស៊ីគ្នាស្អាតមែនតើអ្នកទាំងអស់គ្នាដូចយើងនិយាយទៅដូចឋានសួគ៌ណាតែម្នាក់ឈានជើងចូលក្នុងជីវិតបងហើយផ្នំថាលះបងក្រុមអើយខ្ញុំមកហើយដល់ពីឆ្ងាយលោកណាយអើយបាញ់យើងហើយសស្រាក់ស្វែងរកស្រីគ្រប់លះមកបាក់អូបងរបរមានហើយរបររំរីលោកអាយរបសំថ្មីកូនស្រីលោកមេបាអូយអ្នកទាំងអស់គ្នាខ្ញុំគាត់តែឃើញវីដេអូ highlight ហើយគឺថាព្រឺរោមមែនតើអ្នកទាំងអស់គ្នាគឺស្អាតហើយវាពិតជាមើលទៅវាស៊ីគ្នាមែនតើអញ្ចឹងយើងនឹងចាំមើលវីដេអូបន្តទៀត